សម័យនេះគឺជាសម័យ digital ហើយមែនទេសម័យ digital បច្ចេកវិទ្យា 4.0 ទៀតប៉ុន្តែឥឡូវយើងបែរត្រឡប់ទៅមើលប្រទេសកម្ពុជារបស់យើងជាមួយនឹងវិស័យអប់រំរបស់កម្ពុជាក៏ដូចជាកុមារនៅក្នុងកម្ពុជាតើគាត់មើលទៅគាត់ត្រៀមខ្លួនរួចរាល់នៅមើលទៅគាត់លក្ខណៈថាគាត់ដើរទាន់នៅអញ្ចឹងហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកធ្វើបទបង្ហាញពីអាជីវកម្មរបស់ខ្ញុំដែលតាក់ទងជាមួយនឹងវិស័យអប់រំនៅក្នុងសម័យ digital នេះអូខេនាងខ្ញុំឈ្មោះអៀងសុភ័ក្រជា founder របស់ Nexgen ជាសាលាមជ្ឈមណ្ឌលដែលបង្រៀនភាសាកូដនៅក្នុងខេត្តបាត់ដំបងហើយនិយាយពីដើមចំនៅក្នុងការចាប់ផ្ដើមអាជីវកម្មនេះបន្តិចគឺខ្ញុំមានបទពិសោធន៍ជាមួយអង្គការមិនមែនរដ្ឋាភិបាលដែលយើងបរៀនភាសាអង់គ្លេសទៅកាន់ក្មេងៗនៅតាមទីជនបទឬក៏តាមតំបន់គោលដៅឯកនានាអញ្ចឹងទៅហើយនៅក្នុងឆ្នាំ2022គឺខ្ញុំបានជួបនឹងលោកគ្រូជនជាតិម្នាក់ដោយសារខ្ញុំធ្វើការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលអញ្ចឹងខ្ញុំមានឱកាសនៅក្នុងការជួបជាមួយនឹងគ្រូជនជាតិជាច្រើនអញ្ចឹងខ្ញុំក៏បានទៅជួបជាមួយនឹងលោកគ្រូ Jason ដែលគាត់គឺជាជនជាតិកូរ៉េហើយគាត់មានបទពិសោធន៍នៅក្នុងការបង្ហាញបង្រៀនតាក់ទងជាមួយនឹង coding ទៅកាន់ក្មេងៗក៏ដូចជាយុវជនអញ្ចឹងខ្ញុំវាអាចជានិស្ស័យល្អរបស់ខ្ញុំដែលខ្ញុំបានស្គាល់គាត់ហើយខ្ញុំបានសិក្សាស្វែងយល់ពីគាត់ហើយធ្វើឲ្យខ្ញុំនឹងកាន់តែស្រឡាញ់អ្វីវិស័យអប់រំហើយនៅក្នុងវិស័យបច្ចេកវិទ្យាមួយទៀតហើយនេះចឹងក៏បានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ2023ហ្នឹងកើតហើយក្នុងនាមជាសហគ្រិនគឺយើងអត់បានទៅផ្ដោតសំខាន់ទៅលើដោះស្រាយបញ្ហាអីឲ្យសំខាន់ហើយយើងផ្ដោតទៅលើបញ្ហាធំៗដែលខ្ញុំមានចាប់ផ្ដើមទី1គឺបើសិនជាមើលនៅក្នុងកម្មវិធីសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅក្នុងវិស័យអប់រំកម្ពុជាគឺអត់ទាន់ទូលំទូលាយទេសិស្សខ្លះគឺអត់ទាន់ទទួលបានអត់ទាន់ស្គាល់ថាស្អីគេកុំព្យូទ័រផងអត់ទាន់មានឱកាសទេហើយមួយទៀតគឺក្មេងៗខ្វះភាពច្នៃប្រឌិតនៅក្នុងការដោះស្រាយបញ្ហានៅពេលដែលគាត់ជួបកំពុងជួបប្រទះនៅបញ្ហានានាដែលគាត់អាចគិតថាគាត់អាចដោះស្រាយខ្លួនឯងបានប៉ុន្តែគាត់អត់អាចធ្វើបានគាត់អត់មានឱកាសឬក៏អត់មានភាពក្លាហាននៅក្នុងការធ្វើវាទេអញ្ចឹងហើយក៏យើងបានតាក់ទងជាមួយនឹងបញ្ហាមួយនេះគឺយើងមានទស្សនវិស័យក៏ដូចជាចក្ខុវិស័យដ៏ធំមួយគឺពួកយើងចង់ឃើញក្មេងជំនាន់ក្រោយដែលមានឲ្យមានសមត្ថភាពនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាក៏ដូចជាអាចដោះស្រាយនៅបញ្ហានៃការរស់នៅដែលគាត់កំពុងជួបប្រទះព្រោះការងារខ្លះអត់ចាំបាច់ទៅដល់គាត់ធំឡើងចាំបាច់ដោះស្រាយបានទេរឿងទាំងអស់ហ្នឹងបន្តមកទៀតគឺជាមួយនឹងបេសកកម្មរបស់យើងគឺ Nexgen ផ្ដល់ជូនបដិញ្ញាផ្ដល់ជូននៅកម្មវិធីសិក្សា STEM ឬក៏គេអាចនិយាយថា Computer Science ដែលទៅជាមួយនឹងការសរសេរកូដហ្នឹងឲ្យស័ក្តិសមជាមួយនឹងបរិបទការអប់រំរបស់កម្ពុជាយើងមាន curriculum ហើយប៉ុន្តែมันប្រកាសថាយើងអាច apply ទៅកាន់សិស្សកម្ពុជារបស់យើងត្រឹមត្រូវអញ្ចឹងយើងបដិញ្ញាថាធ្វើម៉េចឲ្យការមេរៀនទាំងអស់ហ្នឹងឲ្យវាស័ក្តិសមសម្រាប់គ្រូគាត់នៅក្នុងនោះដែរពួកយើងបានផ្ដល់ជូនជាមួយនឹងកម្មវិធីសិក្សាដែលមាន Scratch Junior Scratch ក៏ដូចជាកម្មវិធី Microbit ផ្សេងៗដែលពួកយើងយកកម្មវិធីទាំងអស់ហ្នឹងគឺយកមកពីសហរដ្ឋអាមេរិកជាក់ស្ដែងនៅក្នុង Scratch Junior វាអាចនឹងស្រួលយល់វាអាចជាកម្មវិធីក្មេងលេង drag and drop វាអត់មានទៅជា complicated អីច្រើនទេមួយវិញទៀតជាមួយនឹង Scratch យើងអាចនឹងវាអាចនឹង advance ជាងបន្តិចដែលយើងផ្ដោតសំខាន់ទៅលើការសរសេរគាត់អាចធ្វើជារឿងនិទានឬក៏គំនូរជីវចលក៏ដូចជា game អីបានខ្លួនឯងហើយមួយវិញទៀតកម្មវិធីទាំងអស់ហ្នឹងគឺយើងផ្ដោតទៅលើការកសាងសមត្ថភាពរបស់គាត់អាចដឹងថាគាត់ជួបបញ្ហានេះហើយគាត់អាចដោះស្រាយវាបានហើយគាត់ត្រូវធ្វើម៉េចអូខេក៏ដូចជានៅក្នុងនេះយើងបានប្រើប្រាស់ជាមួយនឹងកម្មវិធី BBC Microbit ហើយខ្ញុំបានយកមកដែរប៉ុន្តែចុងមកខ្ញុំច្បាស់ហើយអូខេបន្តមកទៀតនេះគឺជាកម្មវិធីដែលយើងបាននឹងកំពុងតែចាប់ផ្ដើមដែរជាមួយនឹងការធ្វើ robot គាត់ការបញ្ជា robotចំពោះគុណតម្លៃរបស់ពួកយើងគឺពួកយើងអនុវត្តច្រើនជំរុញភាពច្នៃប្រឌិតក៏ដូចជាការដោះស្រាយពួកយើងត្រូវតែ go over ដដែលជាមួយនឹងអ្វីដែលពួកគាត់បានរៀនហើយចំពោះអតិថិជនគោលដៅរបស់ពួកយើងគឺពួកយើងផ្ដោតសំខាន់ទៅលើអតិថិជនគោលដៅដែលមានចំណូលមធ្យមដែលគាត់មានកូនចាប់ពីអាយុ6ទៅដល់7ឆ្នាំក៏ដូចជាអនាគតគឺជាអង្គការដែលមិនមែនជារដ្ឋាភិបាល